Good morning ពីភ្នំបាខែងឥឡូវយើងព្រឹកឡើងម៉ោង5:50នាទីយើងដើរឡើងភ្នំទៅភ្នំបាខែងឥឡូវចាំមើលថាតើយើងដើរឡើងភ្នំបាខែងហ្នឹងនៅខេត្តសៀមរាបហ្នឹងទៅតើរយៈពេលប្រហែលនាទីដែលយើងអាចដើរដល់កំពូល Let's go our challenge today see you Papa Mommy Roja and that me go to ទស្សនភាពនៅតាមផ្លូវឡើងទៅភ្នំបាខែងនៅពេលព្រឹកព្រលឹមដើរផងរត់ផងនេះផ្លូវឡើងពីមុនណាបើយើងឡើងពីមុនយើងឡើងតែផ្លូវនេះហើយអេនដេមមកដល់ផ្លូវនេះដល់លើភ្នំបាត់តែឥឡូវគេដាក់ហាមចូលដោយសារតែផ្លូវហ្នឹងវាបើសិនបើគេធ្វើចរន្តធ្វើអីអាចនឹងគូតចឹងតែនេះគេឲ្យឡើងទៅសិតតែស្នាយថ្មអញ្ចឹងពេលមកដល់យើងពាក់កណ្ដាលភ្នំយើងឈរពីលើនេះទៅគឺយើងអាចមើលឃើញបារាយណ៍ទឹកថ្លាទាំងមូលយើងឃើញមើលឃើញពីចម្ងាយពីលើភ្នំបាខែងគឺយើងមើលឃើញនេះគឺជាបារាយណ៍ទឹកថ្លាហើយពេលនៅកណ្ដាលបារាយណ៍ហ្នឹងគឺប្រាសាទមាបុនខាងលិច Finally យើង arrive ប្រាសាទភ្នំបាខែងមកដល់លើភ្នំគឺយើងមើលទៅឃើញទេសភាពអែមហ្សែមតែម្ដង Finally we arrive ឥឡូវយើងសួរជាមួយនឹងអ្នកដំណើរទី1របស់យើងថាយើងមានអារម្មណ៍យ៉ាងណា How you feel today មានអារម្មណ៍ថាធម្មតាមែនណាចាដើរបានមិនជុំហីដើរបាន2ជុំដើរបាន2ជុំប្រាសាទទេណាអារម្មណ៍នៅតែធម្មតាណា2ជុំភ្នំឡើងចុះភ្នំ2ដងចា Oh my god អត់ថាទេមែនមានអារម្មណ៍ថា strong អូយ you so confident មិនដែរដឹងមូលហេតុអីមិនពុយបាន2ជុំអត់មិនចេះសាច់វិញពុយផឹកតែកំប៉ុងនេះបើសិនបើយើងមើលពីលើប្រាសាទភ្នំបាខែងយើងនឹងឃើញកំពូលប្រាសាទអង្គរវត្តទាំង5ដែលយើងមើលទៅគឺស្អាតមែនតែមកដល់លើភ្នំបាខែង Oh my god ទេសភាព fresh good amazing and so proud ហើយវីដេអូយើងក៏ចប់ទៅនេះអរគុណសម្រាប់ការទស្សនាបាយបាយ